ឧបករណ៍នេះមានឈ្មោះថា B5 Plus Portable SSD វាជាប្រភេទ SSD តូចមួយល្បឿនលឿនមកពីក្រុមហ៊ុន Orico ចឹងហី Orico ហ្នឹងហើយសង្ឃឹមថាអានឈ្មោះត្រូវទៅចុះបងប្អូនយើងមើលរូបរាងវាបានវាតូចទេបាទអញ្ចឹងវាភ្ជាប់មកជាមួយនឹងខ្សែដែលយើងអាចតភ្ជាប់ជាមួយនឹងកុំព្យូទ័រ USB-A ណាហើយយើងអាចធ្វើការផ្លាស់ប្ដូរវាដោយប្រើប្រាស់ Type C ក៏បានដែរបាទអញ្ចឹងយើងមានជំរើសដោះដូរនៅលើនឹងតែម្ដងហើយវាតូចមែនទែនស្រាលបាទអញ្ចឹងបងប្អូនយើងអាចប្រើប្រាស់បានជាមួយនឹង Windows PC ក៏ដូចជា MacBook ហើយក៏ដូចជាទូរស័ព្ទជាដើមហើយបើសិនជានិយាយពីទូរស័ព្ទវិញ iPhone ជាពិសេសដើម្បីធ្វើការ record ProRes RAW លក្ខណៈជាដើមអញ្ចឹងអ្នកទាំងអស់គ្នាត្រូវការប្រភេទពួក SSD បែបនេះអញ្ចឹងខ្ញុំបានសាកល្បងប្រើប្រាស់វាហើយខ្ញុំអាចធ្វើការ record 4K ProRes RAW ដោយវាអត់មានបញ្ហាទេ record បានមកក៏ play នៅនឹងតែម្ដងអញ្ចឹងវាជារបស់មួយដែលយើងអាចប្រើប្រាស់បានជាមួយនឹងទូរស័ព្ទដៃរបស់យើងផ្ទុកឯកសារលក្ខណៈជាដើមហើយយើងអាចប្រើប្រាស់បានជាមួយនឹង laptop របស់យើងក៏ថាបានផងដែរណាបើសិនជាបងប្អូនយើងនិយាយទៅវាជារបស់ត្រូវគ្នាតែម្ដងមិនថាទូរស័ព្ទមិនថាកុំព្យូទ័រ MacBook មិនថា Windows PC ទេល្បឿនវានៅលើ spec វាហ្នឹងវាមិនសូវជាលឿនណាស់ណាទេដែលវាអាច read speed ហ្នឹងដូចជាល្បាក់460 megabit per second ទាំង read ទាំង write ហើយទៅលើទំហំ storage របស់វាហ្នឹងគឺមានចាប់ពី512 1T ឬក៏ 2T អីចឹងទៅហើយនេះគឺជាជម្រើសគេហៅថាទំហំ512 GB ហើយយើងអាចចំណាយលុយល្បាក់ត្រឹមដូចជា$30ជាងទេដើម្បីបានជាមួយនឹងប្រភេទរបស់មួយនេះណាអញ្ចឹងណាយើងអាចចាប់ផ្ដើមយើងចង់និយាយថាចាប់ផ្ដើម512ហ្នឹងណាអញ្ចឹងល្បាក់ដូចជា$30ជាងអីហ្នឹងទេហើយបើថាយើងទិញជាមួយនឹង promo code ទៀតនោះតាមរយៈ link នេះខ្ញុំដាក់ខាងក្រោមណាវាអាចធូរជាងនឹងទៀតផងក៏ថាបានដែរអញ្ចឹងឥឡូវយើងសាកល្បងតេស្តវាតើវាលឿនអត់ណាប្រើការបានអត់ដោយខ្ញុំធ្វើការតេស្តនៅក្នុង MacBook របស់ខ្ញុំតែម្ដងឲ្យបងប្អូនយើងបានមើលទៅលើល្បឿនរបស់វាអូខេបើអញ្ចឹងឥឡូវខ្ញុំសូមធ្វើការវាស់ទៅលើល្បឿនរបស់វាដោយខ្ញុំប្រើ Blackmagic Speed Test បើអញ្ចឹងខ្ញុំដោនចូល MacBook របស់ខ្ញុំមកអូខេហើយយើងធ្វើការ run speed test វាមើលបាទចង់ដឹងថាល្បឿនវាដែលក្រុមហ៊ុនគេ advertise ហ្នឹងណាវាប៉ុណ្ណាអញ្ចឹងទៅបើអញ្ចឹងខ្ញុំសូមធ្វើការ select drive ហើយខ្ញុំសូមរើសនេះ Orico ហ្នឹងណាបាទអញ្ចឹងខ្ញុំសូម open ហើយយើងធ្វើការតេស្តតែម្ដងឥឡូវយើងមើលទៅលើ read speed របស់វា write speed ល្បាក់400ជាងណា460តាមរយៈការ advertise ពួកគេបើអញ្ចឹងពេលខ្លះវាអាចឡើងដល់500មិនហ្នឹងណាបើអញ្ចឹងជាក់ស្ដែងល្បឿន TV ហ្នឹងគឺ400ជាងវាអត់ដល់460ទេហ្នឹងហើយទៅលើ write speed សំទោសទៅលើ read speed ល្បាក់300ជាងអានេះគឺជាល្បឿនរបស់វាដែលយើងទទួលបានណាអញ្ចឹងល្បាក់400 megabit 300 megabit per second ហ្នឹងគឺលឿនណាស់ហើយបងប្អូនយើងបាទមិនអន់ទេប៉ុណ្ណឹងនោះវាទទួលយកបានហើយប៉ុណ្ណឹងណាបងប្អូនយើងអាចធ្វើការប្រើការបាននេះ 4K អីបាន 4K 60បានអត់បញ្ហាណាថត 8K បានទៀតទៅលើល្បឿនប៉ុណ្ណឹងបងប្អូនយើងនេះ 8K DCI-P 24 fps ហ្នឹងណាបាទល្បឿនហ្នឹងគឺយើងអាចប្រើបានធម្មតាលើកលែងយើងដាក់ 12K អញ្ចឹងទៅគឺអាចប្រើការបានតែវា read speed វាអាចទៅរួចអញ្ចឹងណាបងប្អូនយើងតែមកត្រឹម 8K នេះគឺយើងអាច record បានដូចខ្ញុំនិយាយអញ្ចឹងវា max speed ហ្នឹងគឺល្បាក់ប៉ុណ្្នឹងឯងណា460 megabit per second ហ្នឹងឯងឥឡូវខ្ញុំសូមធ្វើការផ្ទេរឯកសារពី folder other របស់ខ្ញុំហ្នឹងដែលមានទំហំ file ហ្នឹងរហូតដល់ទៅ 32G បងប្អូនយើងបាទ 30G នេះ 33G ហ្នឹងហើយមិនធម្មតាណាធំមែនទែន file ហ្នឹងក្នុងហ្នឹងវីដេអូរបស់ខ្ញុំទាំងអស់បាទអញ្ចឹងវីដេអូមកកណូនទៅបងប្អូនមើលចុះនេះវីដេអូណាបាទមាន project មួយទៀតអញ្ចឹងទៅគឺច្រើនណាស់ 32G មិនធម្មតាទេអញ្ចឹងឥឡូវយើងធ្វើការផាសចូល Orico នឹងតែម្ដងបាទអញ្ចឹងឥឡូវខ្ញុំសូមបើក Orico នេះគាត់ឲ្យខ្ញុំ drag ចូលមកតើវាទាមទារប្រមេលទាមទារប៉ុន្មានដើម្បីធ្វើការ copy ឯកសារវីដេអូទំហំ 32G ចូលក្នុង SSD របស់យើងលឿនទេបងយើងឃើញលឿនទេបាទអូមិនធម្មតាទេណាប៉ុណ្ណឹងលឿនប៉ុណ្ណឹងមិនធម្មតាបងយើងអត់លេងសើចទេណាបាទ 32G copy មើលប្រហែលហ្នឹងមិញប្រហែលឥឡូវប្រហែលជាបាន10 20សេកុងហ្នឹងឯងឥឡូវខ្ញុំចាប់រាប់ពី30សេកុងទៅណា30 31 32 33 34 35 36 37 38 39 40 40អត់ច្បាស់41 42 43 44 45 46 47 48 49 50 51
52 53 54 55 56 57 58 59 6 mà tí nữa trong vậy là mà tí ở đang dùm priêu một tiếng ở chỗ đó và giống như vậy tham ăn là tí chiên và sang rồi pi copy tầm một tí chiên bàn vào đây nè tạm bắt đo không một đây lươn mình tên nè ở đây 4 chí sang chí cho vào lấy một tiếng nè muốn khởi nhá nè và sang rồi pi vào đây chẳng là bữa nó cứ chỉ là bữa là lươn mũi ở một tiếng mình thua mà đa thế nè nhưng ai pra ca ban và export video cắt to video lặng lại cho đây nè và vì chỉ riêng mũi ở lấy dương thua cả ba để bên gì thì to là những tới u thì khó và chẳng chăm xong cắt to từ đây trên pin đi tay mà đốn vì SSD dương tay mà đốn và chẳng lấy chăm xong u thì họ sẵn đó nè và u thì họ sẵn dương cắt bàn luôn ở bờ sân memory dương dư đó muốn dương SSD dương dư đó nè cắt bàn lộ thì tẹ tạ màu tay mà đốn nè chẳng lấy chăm xong u thì họ file pin này và cắt tới smooth lộ đấy và tiền cho mà xong ô thì họ sẵn em nè on pa nhà nè và nè on pa nhà thì là luôn trong bốn dương và cắt ban mà em tạm đó chẳng nhưng cho vậy thay là bươn với lươn tên tạm đó bốn dương mình thua mà đa tiền nè và phần năng vi ok về mình ta lươn clang na đấy phần nàyรับแต่ไลฟ์$30យើងបានលបឿនប៉ុណ្ណឹងណាខ្ញុំគិតថាវាជារបស់មួយដ៏ល្អមែនទែនតែម្ដងហ្នឹងហើយហើយសម្រាប់បងប្អូនយើងប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃរបស់យើងគឺដូចខ្ញុំនិយាយអញ្ចឹងសម្រាប់បងប្អូនយើងដែលឃើញថា iPhone យើងហ្នឹងវា record ProRes អត់បានទេ iPhone ថ្មីអញ្ចឹងវានឹងឯងជារបស់ជំនួយសម្រាប់ធ្វើការ record save ទុកក្នុងហ្នឹងអញ្ចឹងណាហើយទី2បើសិនជាបងប្អូនយើងមានគេហៅថាឯកសារច្រើនណាចង់ផ្ទុកដាច់ដោយឡែកពី iPhone យើងអញ្ចឹងទៅក៏វាជារបស់មួយដែលបងប្អូនយើងអាចប្រើការបានផងដែរហើយសំខាន់ដូចខ្ញុំនិយាយធូរថ្លៃលបឿនវាអូខេណាលបឿនវាអូខេមែនទែនតែម្ដងអត់បញ្ហាទេណាហើយវាតូចស្អាត compact ល្អអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែកចម្លែកជូនបងប្អូនពាក់ព័ន្ធទៅនឹងឧបករណ៍របស់ក្រុមហ៊ុន Orico ណា B5 Plus Portable SSD សម្រាប់ device របស់យើង iPhone Android ណា MacBook Windows PC យើងប្រើបានទាំងអស់ហ្នឹងហើយបាទអញ្ចឹងអរគុណនេះគឺជាអ្វីខ្ញុំចង់ចែកម្លែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបាយ